អូខេសួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងលើកយកក្តីបារម្ភមួយសម្រាប់អ្នកដែលគាត់មានបំណងចង់ទិញ Toyota Prius យកមកប្រើប្រាស់ក្តីបារម្ភរបស់គាត់គឺគាត់ធ្លាប់តែឮគេថាជិះ Toyota Prius ទៅគឺវាអាសាខូចអាសា load check នៅលើ tableau អូខេអញ្ចឹងអាសាខូចអគុយ hybrid អូខេខូច ABS ខូចអីចឹងទៅខូចបូមទឹកខូចអីចឹងទៅអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំទាញចេញពីបទពិសោធន៍ជាក់ស្ដែងរបស់ខ្ញុំផ្ទាល់តែម្ដងយកមកចែករំលែកអ្នកគ្នាថាតើនៅពេលដែលជិះ Toyota Prius គឺវាបែបហ្នឹងដែរអត់វាអាសាខូចនេះខូចនោះដូចអ្វីដែលគេនិយាយដែរអត់អូខេអញ្ចឹងអ្នកដែលគាត់អត់ដែលប្រើប្រាស់ហើយគាត់មានបំណងចង់ទិញ Toyota Prius យកមកប្រើប្រាស់គឺគាត់ប្រកាសជាស្ទាក់ស្ទើរនៅក្នុងចិត្តហើយអូខេអញ្ចឹងខ្ញុំនឹងបង្ហាញពីបទពិសោធន៍ជាក់ស្ដែងនៅលើ Toyota Prius ដែលខ្ញុំកំពុងតែជិះនេះយកមកចែករំលែកអ្នកគ្នាតែម្ដងដើម្បីអ្នកគ្នាបានជាគំនិតសម្រាប់ធ្វើការគិតថាគួរតែជិះឬក៏មិនគួរអូខេអញ្ចឹងខ្ញុំបានជិះ Toyota Prius នេះគឺមួយឆ្នាំជាងមកហើយប៉ុន្តែអ្វីដែលខ្ញុំធ្លាប់ជួបគឺវាខូចតែគ្រឿងក្រោមទេដូចជាបូមជាក់ស្ដែងឡានមកទឹកពីអាមេរិកមកវាខូចតែគ្រឿងក្រោមដូចជាបូមដូចជារទីលអីហ្នឹងគឺខ្ញុំបានទិញដូរខ្លួនឯងហើយអស់ហើយអញ្ចឹងវាអត់មានអីខូចទៀតទេអូខេអញ្ចឹងជាក់ស្ដែងខ្ញុំជិះជាងមួយឆ្នាំនេះអ្វីដែលខ្ញុំជួបគឺវា load check តែដោយសម៉ាំងមួយគត់ដោយសារតែដោយសម៉ាំងគឺគេប្រើសំបុកឃ្មុំតៃវ៉ាន់អញ្ចឹងគេបិទកូដអញ្ចឹងនៅពេលដែលវាឡើងស្នឹមឡើងអីទៅវា check កូដអត់បានវា load ដោយសម៉ាំងអញ្ចឹងខ្ញុំដោះសម្អាតលាងដាក់ចូលវិញមកឥឡូវហ្នឹងគឺវាអត់មាន load check អីទៀតទេអូខេហើយខ្ញុំ clear code អីហ្នឹងអញ្ចឹងទៅជាក់ស្ដែងខ្ញុំជិះមួយឆ្នាំជាងមកនេះគឺវាអត់មានបញ្ហាអត់ហ្នឹងទេប៉ុន្តែក្នុងករណីដែលអ្នកគ្នាទិញប៉ះចំឡានដែលធ្វើមិនល្អឡានជាក់ស្ដែងឡានដែលជិះស្រុកយើងឡានដែលអីហ្នឹងគឺគាត់មិនចូលជាងបានត្រឹមត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវអូខេអញ្ចឹងប្រកាសជាមានរឿងនឹងបែបហ្នឹងកើតឡើងអូខេអញ្ចឹងនៅពេលដែលអ្នកគ្នាទិញ Toyota Prius ខ្ញុំមានវីដេអូមួយបង្ហាញអ្នកគ្នាអំពីការឆែកមើលទៅលើ Toyota Prius ហ្នឹងមុនពេលដែលអ្នកគ្នាទិញអ្នកគ្នាអាចឆែកមើលវីដេអូនៅក្នុង description ខាងក្រោមខ្ញុំបានខ្ញុំមាន5ចំណុចនៅក្នុងការឆែកមើលទៅលើឡាន Toyota Prius មុនពេលដែលអ្នកគ្នាទិញអូខេអញ្ចឹងនៅពេលដែលអ្នកគ្នាចេះឆែកអ្នកគ្នានឹងធ្វើការរើសបានឡានមួយល្អអូខេហើយឡានដែលខ្ញុំចង់ឲ្យអ្នកគ្នាជិះគឺបើសិនជាយល់ល្អអ្នកគ្នាអាចជិះឡានមកទឹកមកពីអាមេរិកតែម្ដងក៏បានដែរដោយសារតែការថែទាំនៅអាមេរិកគឺវាល្អជាងយើងនៅនេះអញ្ចឹងនៅក្នុងប្រទេសយើងបើសិនជាយើងទិញឡានស្លាកលេខនៅស្រុកយើងពេលខ្លះឡានអត់បានថែទាំល្អទេជាក់ស្ដែងនៅស្រុកយើងអ្នកខ្លះគឺគាត់ជិះឲ្យឡានដល់តែខូចមិនគាត់ធ្វើគាត់មិនដែលថែទាំបានល្អដល់ដូចទៅអាមេរិកអីទេគេថែទាំបានល្អគេមានព័ត៌មានផ្សេងក្នុងការថែទាំទៅលើឡានអីចឹងណាអូខេអញ្ចឹងបើសិនជាយើងទិញឡានមកទឹកនៅស្រុកយើងយើងក៏អាចទិញបានឡានល្អដែរវាមិនប្រកាសថាអាក្រក់ទាំងអស់ទេប៉ុន្តែយល់ល្អខ្ញុំជាការយល់ឃើញរបស់ខ្ញុំគឺហើយបទពិសោធន៍របស់ខ្ញុំដែលជិះនេះគឺខ្ញុំទិញឡានក្រដាស់ពុនមកទឹកពីអាមេរិកមកគឺមកដល់មួយឆ្នាំនេះគឺខ្ញុំអត់មានបញ្ហាអីទេហើយរឿង load check រឿងខូចអគុយ hybrid ABS អីគឺវាអត់មានបញ្ហាទេដោយសារតែខ្ញុំចេះធ្វើការឆែកទៅលើគ្រឿងទាំងអស់ហ្នឹងណាដោយខ្លួនឯងជាក់ស្ដែងខ្ញុំក៏មិនជាងដែរប៉ុន្តែគ្រាន់តែខ្ញុំចូលចិត្តគ្រឿងអេឡិចត្រូនិកអញ្ចឹងចូលចិត្តគ្រឿងមេកានិកអីហ្នឹងគឺខ្ញុំចូលចិត្តស្វែងយល់អញ្ចឹងក៏ខ្ញុំធ្វើការឆែកមើលរកព័ត៌មានទាំងអស់ហ្នឹងមុនពេលដែលខ្ញុំទៅទិញឡានហ្នឹងឡាននេះខ្ញុំទៅទិញដោយខ្លួនឯងទេខ្ញុំអត់មានហៅពីណាទៅជួយទិញជួយអីទេគឺខ្ញុំទៅមើលសាច់ដែកមើល ABS អគុយ hybrid បូមទឹកមើលអីម៉ាស៊ីនអីធ្លាក់ហើយអីផ្សេងៗគឺខ្ញុំមើលតែខ្លួនឯងទេហើយជាបទពិសោធន៍គឺអត់មានដូចអ្វីដែលគេនិយាយទេអញ្ចឹងក្នុងករណីដែលអ្នកគ្នាទិញប៉ះឡានមិនល្អឡានមិនស្អាតឡានដែលមិនបានថែទាំអីត្រឹមត្រូវគឺប្រកាសជាមានបញ្ហាហ្នឹងហើយមួយវិញទៀតតកតងជាមួយទៅនឹងអ្នកគ្នានៅពេលដែលអ្នកគ្នាជិះឡានអ្នកគ្នាក៏ត្រូវតែដឹងដែរត្រូវតែចេះឆែកត្រូវតែចេះមើលទៅលើថែទាំទៅលើគ្រឿងទាំងអស់ហ្នឹងផងដែរអ្នកគ្នាមិនមែនចេះតែជិះដល់វាខូចបានអ្នកគ្នាយកវាទៅធ្វើទេអ្នកគ្នាត្រូវតែដឹងពីរបៀបថែទាំរបស់វាដឹងពីរោគសញ្ញារបស់វាថាតើវាមានបញ្ហាអីយើងជួសជុលចំណុចតូចៗហ្នឹងកុំឲ្យទុកវាខូចពីមួយរហូតឆ្លងទៅដល់គ្រឿងផ្សេងទៀតណាអូខេអញ្ចឹងវាអត់ចេះមានបញ្ហាហើយអ្នកដែលគាត់ធ្លាប់ជិះជួបអញ្ចឹងពេលខ្លះគឺមានថាគាត់ដឹងតែវិជិះទេគាត់អត់ចេះថែទាំអត់ចេះស្វែងយល់ថាវាខូចអីធ្វើឲ្យវាតន់ឲ្យខូចតែមួយអីទេអូខេ
អញ្ចឹងនេះគឺជាអ្វីដែលខ្ញុំទាញចេញពីបទពិសោធន៍របស់ខ្ញុំជាក់ស្ដែងទៅលើការជ្រើសរើសការបកស្រាយទៅលើកង្វល់របស់អ្នកគ្នាទាក់ទងជាមួយថាទិញជិះព្រោះទៅអាសាខូចអាសាមានបញ្ហា load code អីផ្សេងហ្នឹងអាហ្នឹងវាមានហើយប៉ុន្តែវាតែងតែមានវាដល់អាយុកាលរបស់វាមានទេប៉ុន្តែឡានខ្លះគឺវាខូចញាប់អញ្ចឹងមែនអូខេប៉ុន្តែបើសិនជាយើងចេះថែទាំចេះជ្រើសរើសបានឡានមួយដែលល្អទៅគឺវាអត់ងាយជួបជាមួយនឹងបញ្ហាទេហើយអ្នកគ្នាក៏ត្រូវតែចេះថែទាំខ្លួនឯងចេះធ្វើខ្លួនឯងខ្លះទៀតទៅវាសំចៃវាយើងដឹងរោគសញ្ញាអីផ្សេងៗយើងថែទាំយើងជួសជុលបានទាន់ពេលវេលាវាអត់បណ្ដាលឲ្យខូចទៅលើអាគ្រឿងផ្សេងទៀតទេអូខេអញ្ចឹងនៅក្នុងវីដេអូរបស់ខ្ញុំខាងហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបកស្រាយបង្ហាញអ្នកគ្នាអំពីការកង្វល់របស់អ្នកគ្នាសម្រាប់អ្នកដែលគាត់មានបំណងចង់ទិញ Toyota Prius ទៅប្រើហើយបារម្ភរឿងអស់ហ្នឹងណារឿង load code អីផ្សេងៗអាសាខូចអីផ្សេងៗហ្នឹងគឺវាមានរឿងដែលខ្ញុំនិយាយមុនហ្នឹងអញ្ចឹងវាមានតែប៉ុណ្្នឹងទេអូខេអរគុណច្រើនជួបគ្នាជាមួយនឹងខ្ញុំនៅវីដេអូក្រោយៗទៀត